ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទក៏ដូចជាក្រុមការងាររបស់ D Modeling និង KKV យើងបានធ្វើការរៀបចំនំសម្រាប់ជូនដល់បងប្អូនប្រជាជនកម្ពុជាដែលគាត់ភ័យខ្លួនចេញពីតំបន់ដែលមានសក្តិសង្គ្រាមអញ្ចឹងណាហើយក៏ជូនសម្រាប់បងប្អូនកងទ័ពផងដែរហើយទៅខ្ញុំពិតជាមានអារម្មណ៍ថាសោកស្ដាយមែនទែនដែលកើតមានរឿងនឹងឡើងហើយខ្ញុំពិតជាអត់ចង់ឲ្យកើតមាននៅសង្គ្រាមនៅក្នុងប្រទេសពួកវាមានផលចំណេញទៅកាន់ប្រជាជននៅប៉ុន្តែនៅក្នុងគ្រានេះគឺយើងមានតែជួយគ្នារួបរวมសាមគ្គីដើម្បីការពារប្រទេសជាតិរបស់យើងក៏ដូចជាការពារអាយុជីវិតរបស់ប្រជាជនរបស់យើងផងដែរចែករំលែកក្តីស្រឡាញ់និងទឹកចិត្តរបស់អ្នកទាំងគ្នាតាមរយៈការផ្ដល់ស្បៀងអាហារទៅកាន់ពួកគាត់ពួកអីពេលហ្នឹងមិនថាមនុស្សចាស់និងកុមារឬក៏អ្នកទុនខ្សោយផ្សេងៗគឺពួកគាត់ពិតជាត្រូវការជំនួយនឹងខ្លាំងមែនទែនជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺជាទីតាំងទី1ដែលយើងយកមកគឺកន្លែង KKD អញ្ចឹងយើងនឹងទៅទីតាំងទី2គឺកន្លែងយើងងាស់ហើយយើងមានកន្លែងច្រើនទៀតដើម្បីយកនំរបស់យើងយកទៅផងដែរបងប្អូនទាំងអស់គ្នាទីណាគ្នាក៏ចូលរួមទាំងអស់ក្នុងណាដែលសារនៅ KKV គឺឥឡូវនេះគឺយើងកំពុងតែខ្វះកម្លាំងក្នុងការជួយរៀបចំរួមក្នុងការធ្វើនំអញ្ចឹងខ្ញុំថាអ្នកទាំងអស់គ្នាដែលបានមើលវីដេអូនេះហើយជួយមក support ទាំងអស់គ្នាដើម្បីជួយបងប្អូនកម្លាំងជាប្រចាំដែរក្នុងកិច្ចការអត់ជួយអ្នកគ្នាតាមការដែលយើងទៅតែយើងទៅហើយខ្ញុំបាទពិតជាមានមោទនភាពចំពោះបងប្អូនកងទ័ពនិងរដ្ឋាភិបាលកម្ពុជាខ្លាំងមែនទែនដែលពួកគាត់ចំណាយទាំងកម្លាំងកាយនិងកម្លាំងចិត្តក្នុងការការពារជាតិមាតុភូមិរបស់កម្ពុជាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានឹងហើយនំយើងថ្ងៃហ្នឹងយើងបានធ្វើការចែកទៅតាមទីតាំងអស់ហើយក៏ប៉ុន្តែយើងមិនមែនចែកតែមួយថ្ងៃហ្នឹងទេយើងនឹងធ្វើការចែកនៅថ្ងៃស្អែកទៀតប៉ុន្តែឥឡូវហ្នឹងយើងខ្វះជាអ្នកជំនួយក្នុងការជួយធ្វើនំក៏ដូចជាគ្រឿងទេសខ្លះៗដែលយើងរកទិញបានបើសិនជាបងប្អូនអាចធ្វើការបរិច្ចាគបានដូចជាពងមាន់ម្សៅមីទឹកដោះគោហើយនិងស្ករសបានដូចគ្នាមកកាន់ KKV ប៉ុន្តែបើសិនជាបងប្អូននៅឆ្ងាយហើយបងប្អូនចង់ជួយបងប្អូនអាច scan តាម QR ខ្ញុំនឹងដាក់ QR នៅខាងលើហើយមួយទៀតបងប្អូនទោះបីជាឥឡូវហ្នឹងសម្ដេចក៏បានប្រកាសឲ្យថាសង្គ្រាមយើងនឹងធ្វើការបញ្ចប់ក្នុងការបាញ់ក៏ប៉ុន្តែដោយសារតែពួកគាត់អាចវិលត្រឡប់ទៅវិញបានភ្លាមៗអញ្ចឹងយើងនៅតែត្រូវការស្បៀងនិងជំនួយផ្សេងៗទៀតអញ្ចឹងបងប្អូនអាចជួយទាំងអស់ខ្មែរស្រឡាញ់ខ្មែរហើយយើងសាមគ្គីគ្នានិយាយទៅជួយគ្នាទាំងអស់គ្នាបាយបាយ